កាលពីថ្ងៃអង្គារទី17ខែកុម្ភៈដែលជាថ្ងៃដំបូងនៃការចរចាសន្តិភាពរវាងគណៈប្រតិភូរុស្ស៊ីនិងគណៈប្រតិភូអ៊ុយក្រែនក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវប្រទេសស្វីសបានបញ្ចប់ដោយគ្មានលទ្ធផលផ្លែផ្កាខណៈការចរចានឹងត្រូវធ្វើបន្តទៀតនៅថ្ងៃពុធទី18ខែកុម្ភៈនេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC News សូមបញ្ជាក់ថារុស្ស៊ីបានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី24កុម្ភៈឆ្នាំ2022ពលគឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ខួប4ឆ្នាំពេញនៃសង្គ្រាមបង្ហូរឈាមដ៏កំណាចបំផុតនៅអឺរ៉ុបក្រោយសង្គ្រាមលោកលើកទី2ទោះបីជាមានការពិភាក្សាអស់រយៈពេល6ម៉ោងនិងមានសម្ពាធខ្លាំងពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំឲ្យមានកិច្ចព្រមព្រៀងឆាប់រហ័សក៏ដោយក៏ភាគីទាំងពីរនៅតែមានមតិខុសគ្នាដាច់ស្រឡះលើបញ្ហាដែនដីរុស្ស៊ីទាមទារការគ្រប់គ្រងទាំងស្រុងលើតំបន់ដូណេតខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទសួរពីភាពស្មោះត្រង់របស់ទីក្រុងមូស្គូដោយលើកឡើងពីការវាយប្រហារដោយដ្រូននិងមីស៊ីលចំនួន400គ្រាប់របស់រុស្ស៊ីមកលើអ៊ុយក្រែនតែប៉ុន្មានម៉ោងមុនពេលកិច្ចប្រជុំចាប់ផ្ដើមភាពទាល់ច្រកផ្នែកការទូតនេះកើតឡើងស្របពេលដែលសមរភូមិកំពុងប្រែប្រួលខ្លាំងនិងសម្ពាធសេដ្ឋកិច្ចកើនឡើងរុស្ស៊ីប្រឈមនឹងការធ្លាក់ចុះនៃចំណូលប្រេងទាបបំផុតក្នុងរយៈពេល5ឆ្នាំនិងអនុភាពថវិកាយ៉ាងខ្លាំងត្បិតកងកម្លាំងរបស់ខ្លួននៅតែបន្តកាន់កាប់ទឹកដី1/5របស់អ៊ុយក្រែនក៏ដោយចំណែកឯទីក្រុងគីវទើបតែដណ្ដើមបានទឹកដី201គីឡូម៉ែត្រការ៉េមកវិញយ៉ាងឆាប់រហ័សដែលជាការរីកចម្រើនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង2ឆ្នាំក្រោមជំនួយពីមហាសេដ្ឋីអាមេរិកលោក Elon Musk ក្នុងការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink របស់រុស្ស៊ីនៅពេលដែលការចរចានឹងបន្តនៅថ្ងៃពុធនេះទៀតក្តីសង្ឃឹមសម្រាប់ដំណោះស្រាយពិតប្រាកដនៅតែមានកម្រិតទាបចំពេលដែលមានការវាយប្រហារបន្តបន្ទាប់ពីភាគីទាំងសងខាងខ្ញុំតារាពី RTNews TV